គ្នាតែឃើញខ្ញុំបើកឡើងព្រំកលែនជាញឹកញាប់ជាញយដងច្រើនដងមកហើយអ្នកគ្នាបែរចង់ដឹងហើយតែមូលហេតុអីមកខ្ញុំនឹងចិត្តឡើងព្រំកលែនខ្លាំងម្ល៉េះហើយថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីមូលហេតុដែលខ្ញុំចិត្តឡើងព្រំកលែនដោយយើងបានដឹងហើយថាការឡើងព្រំកលែនគឺយើងឡើងដើម្បីសบายផងឡើងដើម្បីទទួលបានបទពិសោធន៍ផងនិងឡើងដើម្បីរំសាយអារម្មណ៍តែសម្រាប់ខ្ញុំគឺឡើងរសារអារម្មណ៍ចង់ឡើងក៏ឡើងអារម្មណ៍មិនចង់ឡើងក៏អត់ហើយសារតែមនុស្សខ្ញុំគឺជាចូលចិត្តជាមនុស្សម្នាក់ដែលចូលចិត្តបែបព្រៃភ្នំចូលចិត្តដើរកំសាន្តដើរកំអីចឹងទៅបីខ្ញុំអត់មានលុយក៏ដោយអ្នកខ្ញុំនិយាយតាមត្រង់ពេលខ្លះខ្ញុំមានលុយតែ10000ចាក់អាសាំងនឹងខ្លួនខ្ញុំអត់ខ្វល់រឿងម៉ូតូបែបខ្ញុំអត់ខ្វល់សំខាន់តែខ្ញុំបានដើររំសាយអារម្មណ៍ហើយខ្ញុំបាត់ហត់បាត់ stress គឺខ្ញុំសប្បាយចិត្តហើយអ្វីដែលកាន់តែពិសេសនោះគឺថាយើងមានរបស់មួយនៅលើនឹងពេលយើងឡើងទៅឃើញគឺថាយើងមានអារម្មណ៍មួយថាសប្បាយចិត្ត fresh យកតែមែនទេណាគាត់តែយើងឃើញតែបន្ទីកលេឃើញណាក៏យើងមានអារម្មណ៍មួយថាអូសប្បាយចង់ទៅទៀតហើយមូលហេតុខ្ញុំឡើងញឹកញាប់ក៏សារតែរឿងហ្នឹងដែរសារតែខ្ញុំបានឃើញនៅរបស់មួយដែលខ្ញុំពិតជាវាចាំទៅគឺថាវាគួរឲ្យស្អាតគួរឲ្យស្រឡាញ់អញ្ចឹងពេលទៅរហូតគឺថាចូលចិត្តទិញចូលចិត្តចូលញឹកញាប់បដូរយតាមត្រង់គឺថាចូលញឹកញាប់ចូលលេងចូលអីចឹងទៅតែមិនមែនញឹកញាប់ណាទេខ្ញុំឡើងក្នុងកលិនទៅបានដងញឹកញាប់អីគេតែថាអ្នកដែលបានឃើញវីដេអូនេះកុំភ្លេចមកជួយទិញកាហ្វេរបស់ពូខ្ញុំផងហើយកាហ្វេនេះគឺថាគាត់អត់យកលុយទេ3000រៀលគាត់អត់យកលុយទេហើយកាហ្វេនេះដាក់ទៅដឹងអាជាតិឆ្ងាញ់rồiចង់បានតែក្រូចឆ្មាចង់បានតែមេអំបិលគឺគាត់មានតែអញ្ចឹងកុំភ្លេចមកជួយទិញគាត់ផងហើយនេះគឺជាកាហ្វេរបស់គាត់ខ្ញុំពុកអាផើសារខ្ញុំនៅក្មេងខ្ញុំយករឿងផ្អែមសារខ្ញុំនៅក្មេងហើយសម្រាប់អ្នកទាំងអស់គ្នាដែលមានផ្លូវទៅផ្ទះនៅធានីបត់កែងធានីច្បាស់ជាអ្នកស្គាល់ច្បាស់ហើយកែងធានីគាត់តែកលេសមកគឺថាឃើញហើយតូប GM ដួងក្អូបនៅជាប់ក្នុងផ្លូវកែងធានីដែលមានប៉ុស្តិ៍មួយកន្លែងប៉ុស្តិ៍ដែលថាប៉ូលីសគាត់តែអង្គុយយាមអញ្ចឹងណាខ្ញុំមិនដឹងគេហៅមិនទេហើយគាត់គឺថាអត់យកលុយខ្ញុំទេខ្ញុំទិញហើយគាត់ free ឲ្យខ្ញុំអញ្ចឹងគាត់ free ខ្ញុំមួយកែវហ្នឹង3ពឿនណាមិនមែនកតិចលុយមិនមែនថាគាត់នឹងអត់យកលុយទេខ្ញុំអត់ដឹងមូលហេតុតែគាត់ថាគាត់យកលុយសារខ្ញុំជាក្មួយរបស់គាត់កិច្ចមិនយកលុយពីខ្ញុំអើយគាត់ជាក្មួយតែលោកគេមិនយកលុយពីខ្ញុំទេឡើយយើងឈប់និយាយរឿងហ្នឹងហើយយើងនិយាយរឿងយើងឡើងភ្នំតទៀតអ្នកគ្នាខ្ញុំចង់សួរអ្នកគេថាតើអ្នកគ្នានឹងឡើងភ្នំដោយសារអារម្មណ៍ឬមួយក៏ឡើងភ្នំដោយសារអីបើសម្រាប់ខ្ញុំគឺខ្ញុំឡើងភ្នំដើម្បីទទួលបានបទពិសោធន៍ដើម្បីទទួលបានអ្វីដែលសប្បាយច្រើនជាងទៀតហើយពេលដែលយើងឡើងមកយើងបានឃើញនៅសម្រស់ទឹកយើងបានឃើញនៅអីយើងបានស្ដាប់ទឹកហូរទឹកអីវាថាអារម្មណ៍យើងគឺថា fresh យកតែមែនទេណាអ្នកគ្នាហើយគេថាខ្ញុំមិនមែនឡើងមក free ទេគឺខ្ញុំឡើងមកយកអាដើមស្អីគេនេះឲ្យម៉ាក់ខ្ញុំស្គាល់ទេហើយពេលដែលខ្ញុំបានយកដើមអីគេនេះឲ្យម៉ាក់ខ្ញុំរស់ហើយគឺថាខ្ញុំបានបើកត្រឡប់មកផ្ទះវិញហើយក៏បានចូលលេងពើងជ្រួញចូលលេងទៅនេះទៅនោះផងដែរមិនមែនថាមកហើយអត់ចូលលេងទេមកហើយក៏ចូលលេងទៅចូលលេងហ្នឹងក៏មិនបានចោះលុយដែរគេថាមកលេង free អីចឹងទៅដោយសារតែខ្ញុំមានមិត្តភក្តិលើហ្នឹងទៅតើក៏អង្គុយលេងមួយគាត់ចឹងទៅបើថាអត់ស្គាល់គេក៏មិនហ៊ានចូលដែរដោយសារយើងស្គាល់គេទើបយើងហ៊ានចូលអញ្ចឹងទៅបើនិយាយចំទៅវីដេអូហ្នឹងអ្នកដឹងបានដឹងពីមូលហេតុដែលខ្ញុំចូលចិត្តឡើងភ្នំកលែនណាអ្នកដែលដឹងមានតែប្រហែលអ្នកឯងមិនច្រើនអ្នកដែលដឹងមានតែពួកម៉ាក់ខ្ញុំឥឡូវពួកម៉ាក់ខ្ញុំចូល comment អ្នកមួយបើមិនជាពួកម៉ាក់ខ្ញុំបានឃើញចូល subscribe YouTube ម្នាក់មួយខ្ញុំនឹងប្រាប់